ដោយដៃជះនៃប្រតនត្រ័យសូមជំនាញជនទាំងឡាយអ្នកនៅក្នុងកម្ពុជារដ្ឋបានដល់ដល់ការលូតលាស់ចម្រើននិងសន្តិភាពដើម្បីឃ្លាតខ្លាយជាបការៈដ៏ទៅឡើយម្យ៉ាងវិញទៀតដោយអំណាចនៃការនមស្ការគុណនៃប្រតនត្រ័យទាំង3នៅក្នុងថ្ងៃឧបោសថសិលនេះសូមឧទ្ទិសអត្ថមនុញ្ញផលកុសលផលបុណ្យទាំងឡាយជូនចំពោះដល់វីរៈកងទ័ពដែលបានពលីកម្មកម្លាំងកាយចិត្តជូនជាតិមាតុភូមិកម្ពុជាសូមមកទទួលអនុមោទនានៅកុសលផលបុណ្យនេះឲ្យបានស្មើគ្នាក៏បានទទួលនៅបុណ្យកុសលនេះហើយសូមបានទៅកាន់ទីបរមសុខាមនុស្សទេវតាព្រះនិព្វានកុំបីឃ្លាតខ្លាយជាបការៈដ៏ទៅឡើយអនុមោទនា